បាទសូមជម្រាបសួរបងប្អូនអ្នកនេះថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារាសីសម្រាប់បងប្អូនในការនៃឆ្នាំឆ្លូវវិញម្ដងថាតើខែមេសាឆ្នាំ2025នេះដួងជតារាសីបងប្អូនในការនៃឆ្នាំឆ្លូវមានលក្ខណៈដូចម្ដេចខ្លះសូមតាមដានសម្រាប់ពី Channel ទូទាយដូចតទៅនេះចំពោះបងប្អូនในការនៃឆ្នាំឆ្លូវដួងជតារាសីរបស់បងប្អូនអរគ្នានៅក្នុងខែមេសានេះគឺមិនសូវខុសពីឆ្នាំជួតប៉ុន្មានទេគឺរាសីរបស់បងប្អូនអរគ្នាបានត្រឹមល្អមធ្យមតែប៉ុណ្ណោះនៅក្នុងខែមេសានេះបងប្អូនในការនៃឆ្នាំឆ្លូវអាចនឹងមានភាពតានតឹងដាក់គ្នាជាមួយដៃគូលោកអ្នកភាពតានតឹងនោះបង្កឲ្យមានចំនួនណាមួយនៅក្នុងខែនេះផងដែរមកសិនដើម្បីបញ្ជៀសនៅបញ្ហាទាំងនោះហើយបងប្អូនដឹងពីការទូទាយនេះហើយបងប្អូនអាចបញ្ជៀសបានដោយការមិនខ្វាយមិនខ្វល់បើសិនជារឿងនោះមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់ផលប្រយោជន៍របស់បងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាអាចធ្វើជាមនុស្សដែលស្ងប់ស្ងាត់មួយរយៈពេលសិនទៅមិនត្រូវវែកញែកច្រើនជាមួយនឹងរឿងដែលយល់ច្រឡំបើគិតថាជារឿងយល់ច្រឡំបងប្អូនក៏ស្ងប់ស្ងាត់មួយរយៈសិនដែរបើសិនជាបកស្រាយហើយគេនៅតែមិនជឿបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាត្រូវតែជាយាមខាងមកសង្កត់ចិត្តបើសិនជារឿងនោះមិនផលប៉ះពាល់ខ្លាំងក្លាចំពោះផលប្រយោជន៍បងប្អូនអ្នកគ្នាក្នុងខែនេះមានការយល់ច្រឡំច្រើនធ្វើលោកអ្នកមានចំនួនច្រើនផងដែរចំពោះជីវភាពរស់នៅរបស់បងប្អូនអ្នកគ្នាទាំងការបំពេញកិច្ចការងារប្រចាំថ្ងៃដូចជាការរើស៊ីជាដើមសម្រាប់បងប្អូននៅឆ្នាំឆ្លូវហើយការកើតឡើងនៃភាពឈឺចាប់នៅក្នុងផ្លូវចិត្តក៏មានផងដែរដែលហេតុថាមានការយល់ច្រឡំពីអ្វីដែលលោកអ្នកមិនបានធ្វើនៅក្នុងខែនេះអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងបន្តិចចំពោះរឿងរ៉ាវផ្សេងការបញ្ជាបញ្ហារឿងរ៉ាវនេះនឹងជួយឲ្យដួងជតារាសីលោកអ្នកល្អប្រសើរផងដែរដែលធ្វើឲ្យផ្លូវកាយផ្លូវអារម្មណ៍លោកអ្នកល្អប្រសើរក្នុងការបំពេញនៅកិច្ចការងារផ្សេងមួយទៀតជៀសវាងការប្រឈមមុខដាក់គ្នាហើយផ្ដល់លក្ខណៈសន្តិភាពជាមួយដៃគូរបស់លោកអ្នកឲ្យច្រើនមិនត្រូវព្យាយាមធ្វើមុខកម្ម៉ែកម្មើមូម៉ៅច្រើនជាមួយដៃគូលោកអ្នកទាំងកន្លែងរកស៊ីក្នុងគ្រួសារឬក៏កន្លែងបំពេញការងាររដ្ឋឯកជននោះទេមួយទៀតតកតើជាមួយផ្លូវអារម្មណ៍របស់បងប្អូនអ្នកគ្នានៅក្នុងខែមេសាឆ្នាំ2025នេះបងប្អូនអ្នកគ្នាអាចនឹងមានភាពច្របូកច្របល់នៅក្នុងផ្លូវចិត្តច្រើនចំពោះបងប្អូននៅឆ្នាំឆ្លូវម្ល៉េះហើយបងប្អូនអ្នកគ្នាគួរតែព្យាយាមស្វែងយល់មុនថាតើអារម្មណ៍ច្របូកច្របល់នោះកើតចេញពីមូលហេតុអ្វីពិតប្រាកដដើម្បីដោះស្រាយបានយ៉ាងងាយស្រួលព្រោះថាខែនេះបងប្អូនអ្នកគ្នាមានអារម្មណ៍ច្របូកច្របល់មិនមែនជាជំងឺណាមួយនោះទេគឺដែលផ្លូវចិត្តបងប្អូនអ្នកគ្នាផ្ទាល់តែម្ដងអញ្ចឹងត្រូវរកមូលហេតុដើមចូលឲ្យបានច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នេះកុំឲ្យលោកអ្នកបំពេញកិច្ចការងារទៅមិនពេញដៃពេញជើងនៅក្នុងខែមេសាឆ្នាំ2025នេះនៅកន្លែងការងារទៀតសោតបងប្អូនបម្រើការងារជាមន្ត្រីរាជការបុគ្គលិកឯកជនឬក៏តាមស្ថាប័នណាមួយឬក៏អ្នកបំពេញកិច្ចការងាររកស៊ីដែលខ្លួនឯងក្តីនៅកន្លែងបំពេញកិច្ចការងារទាំងអស់នោះបងប្អូនអ្នកមានមិនចាំបាច់ធ្វើការវែកញែកនៅរឿងរ៉ាវណាមួយឬក៏ចែករំលែកបញ្ហាផ្ទាល់ខ្លួនទៅកាន់អ្នកណាម្នាក់នៅក្នុងចន្លោះខែនោះទេព្រោះថានៅខែមេសានេះបងប្អូនអ្នកគ្នាបញ្ចេញយោបល់ទៅគេនឹងឆ្លើយថាបងប្អូនអ្នកគ្នាមិនមានសមត្ថភាពគ្រប់គ្រាន់ឬមិនសូវយល់ដឹងពីបញ្ហានោះទេគឺបងប្អូនអ្នកគ្នានិយាយឲ្យគេល្អក៏ប៉ុន្តែគេមិនសូវស្ដាប់បងប្អូនអ្នកគ្នាទេហើយបងប្អូនអ្នកគ្នាតមកទៅនឹងចំនួនបែកបាក់នឹងកើតឡើងសាមគ្គីនៅក្នុងគ្រួសាររបស់បងប្អូនអ្នកគ្នាឬក៏កន្លែងបំពេញកិច្ចការងារបងប្អូនអ្នកគ្នាជាប្រចាំថ្ងៃនេះបើជាបានគួរតែបំពេញកិច្ចការងាររបស់បងប្អូនអ្នកគ្នាឲ្យល្អប្រសើរទៅបានហើយចំពោះរឿងអ្នកដតីទុកឲ្យអ្នកដតីដោះស្រាយមួយអន្លើសិនចោះក្នុងខែមេសានេះបើបងប្អូនអ្នកគ្នាលូកដៃច្រើននោះបងប្អូនអ្នកគ្នានឹងជួបបញ្ហាទាក់ទងជាមួយនឹងការបែកបាក់ជាមួយអ្នកដែលធ្វើការជាមួយនៅកន្លែងការងារនេះហើយក៏ប៉ុន្តែលទ្ធផលការងាររបស់បងប្អូនអ្នកគ្នាក៏មានច្រើនផងដែរនៅក្នុងខែនេះទោះបីជាមានភាពរកាំរកូសច្រើនក្តីក្នុងខែនេះចំពោះរឿងនយោបាយអ្នកដែលធ្វើការជាផ្នែកច្បាប់បាទសូមប្រយ័ត្នប្រយែងបន្តិចបំពេញកិច្ចការងារមិនត្រូវធ្វើការប្រជែងគ្នាខ្លាំងៗនោះទេអាចដកឃ្លាមួយរយៈឬក៏បន្ធូរដៃសិនទៅព្រោះជើងលេខគឺគេមានប្រៀបជាងបងប្អូនអ្នកគ្នាច្រើនចំពោះអ្នកដោះស្រាយទៅរឿងប្រព័ន្ធផ្លូវច្បាប់ចឹងហើយបងប្អូនអ្នកគ្នាអាចពន្យាពេលមួយអន្លើសិនបានមួយរយៈពេលនេះបើខានពុំបាននោះទេបងប្អូនត្រូវតែរៀបចំនៅសំណុំឯកសារណាមួយឲ្យបានច្បាស់លាស់ទើបជាការប្រសើរ
ដើម្បីលោកអ្នកអាចបំពេញនៅកិច្ចការនេះបានយ៉ាងរលូនមិនត្រូវធ្វើប្រហែសសូម្បីតែ1នាទីសម្រាប់បងប្អូនគ្នាបំពេញកិច្ចការនេះក្តីមួយវិញទៀតតើតើនឹងបងប្អូនទាំងអស់គ្នាធ្វើការសម្រេចចិត្តណាមួយជាមួយនឹងលើសំណុំឯកសារនានាមិនថាបងប្អូនជាអ្នកបំពេញកិច្ចការងារផ្លូវច្បាប់ឬក៏អ្នកបំពេញកិច្ចការងារផ្ទាល់ខ្លួនឬក៏រកស៊ីជួយប្រែផ្សេងៗនោះទេនៅក្នុងចន្លោះថ្ងៃផ្សេងសម្រាប់ខែមេសានេះបងប្អូនគ្នាមិនត្រូវបំពេញនៅការចុះហត្ថលេខាណាមួយឬក៏ការសម្រេចចិត្តដោយលឿនពេកនោះទេព្រោះថានៅរយៈពេលនេះបងប្អូនគ្នាចុះកិច្ចព្រមព្រៀងធំណាមួយជាមួយដៃគូលោកអ្នកគឺមិនសូវជាសមប្រកបនឹងល្អប្រសើរប៉ុន្មាននោះទេម្ល៉េះហើយការសម្រេចចិត្តអាចពជាពេលចន្លោះពីខែ4នេះសិនទៅព្រោះថាបើសិនជាលោកអ្នកហ៊ានសម្រេចចិត្តអាចមានភាពមិនសូវជាល្អប្រសើរសម្រាប់ការវិនិយោគការបណ្ដាក់ទុនឬក៏ការចុះកិច្ចព្រមព្រៀងនានានៅក្នុងចន្លោះខែមេសានេះចំពោះបងប្អូនទាំងអស់គ្នាដែលជាអ្នកនៅលាវិញមួយរយៈពេលនេះបងប្អូនពុំគួរស្វែងរកដៃគូថ្មីណាមួយដើម្បីបំពេញនៅបំណងដែលលោកកំពុងតែពងស្វែងរកដៃគូស្នេហានោះទេព្រោះថារយៈពេលនេះបងប្អូនទាំងគ្នាអាចនឹងជួបដៃគូដែលមិនច្បាស់លាស់ឬក៏មិនពិតប្រាកដសម្រាប់បងប្អូនទាំងអស់គ្នាម្ល៉េះហើយគួរតែព្យាយាមពង្រឹងនៅទំនាក់ទំនងដែលមានស្រាប់បើមិនមានទំនាក់ទំនងនោះទេបងប្អូនអាចសង្ងំស្ងៀមសិនក៏ថាបានដែរព្រោះថារយៈពេលនេះបងប្អូនធ្វើការសម្រេចចិត្តទៅលើដៃគូណាម្នាក់បងប្អូនអ្នកគ្នានឹងអាចមានភាពប្រទាំងប្រទេសច្រើនជាមួយដៃគូនោះជាពំខានឡើយហើយទំនាក់ទំនងនៃក្តីស្រឡាញ់បងប្អូននៅក្នុងក្រុមគ្រួសារក៏ដូចគ្នាចំពោះអ្នកមានគូហើយត្រូវតែព្យាយាមខាំមកសង្កត់ចិត្តកុំយករឿងក្រៅចូលក្នុងយករឿងក្នុងចេញក្រៅប្រយ័ត្នមានបញ្ហាចំនួនកើតឡើងពិបាកក្នុងការដោះស្រាយក្នុងរង្វង់ក្រុមគ្រួសាររបស់បងប្អូនទាំងគ្នាម្ល៉េះហើយគួរតែប្រយ័ត្នប្រយែងតិចអ្នកដែលមានគូហើយចំពោះបងប្អូនដែលជាសិស្សនិស្សិតនៅក្នុងរយៈពេលនេះបងប្អូនគួរតែព្យាយាមកែលម្អនៅសមត្ថភាពចំណេះដឹងរបស់បងប្អូនឲ្យបានល្អប្រសើរតិចទើបមិនមានបញ្ហាណាមួយកើតឡើងព្រោះថានៅចន្លោះពេលនេះបងប្អូនអ្នកគ្នាមានភាពប្រទាំងប្រទេសច្រើនឬក៏មិនសូវជាយកចិត្តទុកដាក់ច្រើនជាមួយនឹងការងារឬក៏ការសិក្សារបស់បងប្អូនអ្នកគ្នាបើហ៊ានទៅបណ្ដាច់បណ្ដោយក្នុងចន្លោះខែ4តែមួយខែទេបងប្អូនអ្នកគ្នានឹងមិនសម្រេចតាមគោលដៅលោកអ្នកចង់បាននីតិល្អឬក៏បងប្អូនចង់បាននៅជំនាញល្អណាមួយដែលលោកអ្នកកំពុងតែប្រឡងដើម្បីធ្វើការរៀនសូត្រឬក៏ដើម្បីស្វែងរកនៅការងារល្អសម្រាប់ថ្ងៃអនាគតនោះទេសរុបមកជោគជតារាសីបងប្អូនในការនៅឆ្នាំឆ្លូវនៅក្នុងចន្លោះខែនេះគឺល្អមធ្យមទេបងប្អូនអ្នកគ្នាអាចបំពេញរាល់កិច្ចការងារត្រូវតែមានភាពប្រយ័ត្នប្រយែងច្រើនបន្តិចទាក់ទងការបញ្ជាក់ទៅលើសំណុំឯកសារនេះក៏ត្រូវប្រយ័ត្នពីស្នេហាក៏ត្រូវប្រយ័ត្នដូចគ្នាហើយការទំនាក់ទំនងថ្មីពុំគួរធ្វើទេនៅក្នុងចន្លោះខែនេះអរគុណច្រើនដែលបានសម្ដាប់ពីការទូទាយជោគជតារាសីសម្រាប់ឆ្នាំឆ្លូវសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលា